ស្ដីនៅក្នុងវីដេអូនេះខ្ញុំចែករំលែកពីវិធីសាស្ត្រសម្រក់ខ្លាញ់ក្បាលពោះដែលធានាបានផល100%អញ្ចឹងវិធីសាស្ត្រនេះគឺជាវិធីសាស្ត្រដែលត្រឹមត្រូវសម្រាប់ការសម្រក់ខ្លាញ់ក្បាលពោះហើយធានាថាបានផល100%ឲ្យតែយើងអនុវត្តបានខ្ជាប់ខ្ជួនអញ្ចឹងតើតើទៅនឹងការសម្រក់ខ្លាញ់ក្បាលពោះគឺយើងត្រូវផ្ដោតរឿងពីរសំខាន់ខ្វះមួយណាក៏អត់បានដែរគឺ1ហាត់ប្រាណ2គឺរៀបចំរបបអាហារតើយើងហាត់ប្រាណបែបណារៀបចំរបបអាហារបែបណាតើតើទៅនឹងការហាត់ប្រាណមនុស្សមួយចំនួនធំគឺគាត់យល់ច្រឡំថាហាត់ប្រាណសម្រក់ខ្លាញ់ក្បាលពោះគឺហាត់កាច់ក្បាលពោះនេះជាការយល់ច្រឡំធំបំផុតដែលធ្វើឲ្យការហាត់សម្រក់ក្បាលពោះគឺអត់ទទួលបានជោគជ័យត្រូវដឹងថាតើតើទៅនឹងខ្លាញ់ក្បាលពោះគឺយើងផ្ដោតទៅលើការហាត់ប្រាណដុតកាឡូរីដុតខ្លាញ់អញ្ចឹងតកតងទៅនឹងសាច់ដុំក្បាលពោះគឺជាសាច់ដុំផ្នែកតូចដែលអត់អាចជួយឲ្យយើងដុតកាឡូរីដុតខ្លាញ់បានច្រើនទេអញ្ចឹងកុំចំណាយពេលច្រើនពេកទៅលើការហាត់កាច់ក្បាលពោះយើងត្រូវចំណាយពេលទៅលើការហាត់សាច់ដុំក្រុមធំហើយជាលំហាត់ដែលមានចលនាផ្ដោតទៅលើ compound movement អញ្ចឹងសាច់ដុំក្រុមធំមានដូចជាទ្រូងដូចជាខ្នងដូចជាជើងហើយលំហាត់ដែលធ្វើចលនាសាច់ដុំច្រើនក្រុមក្នុងពេលតែមួយមានដូចជាលំហាត់ squat លំហាត់ pull up ឬក៏ lat pull down ឬក៏លំហាត់ push up ឬក៏លំហាត់តាក់ទងទៅនឹង band press និយាយទៅលំហាត់ដែលយើងប្រើតែមកលំហាត់ហើយយើងធ្វើចលនាសាច់ដុំច្រើនក្រុមសាច់ដុំក្រុមធំសំខាន់អាហ្នឹងធ្វើឲ្យរាងកាយយើងបង្កើនបរិមាណសាច់ដុំរាងកាយរបស់យើងអាចដុតកាឡូរីបានកាន់តែប្រសើរកាន់តែល្អហើយនឹងលំហាត់បែប cardioដែលជាលំហាត់ជួយក្នុងការ burn calorie burn fat អញ្ចឹងផ្ដោតពីហ្នឹងហើយយើងហាត់បន្ថែមទៅលើលំហាត់ក្បាលពោះដើម្បីឲ្យសាច់ដុំក្បាលពោះរបស់យើងកាន់តែលេចច្បាស់ល្អព្រោះយើងត្រូវដឹងថានៅក្បាលពោះគឺមានស្រទាប់ខ្លាញ់គ្របដណ្ដប់ទៅលើស្រទាប់សាច់ដុំនៅពេលដែលវាស្រក់ខ្លាញ់អស់ហើយស្រទាប់សាច់ដុំនឹងលេចចេញមកហើយនៅពេលដែលយើងហាត់បន្ថែមក្បាលពោះទៀតគឺធ្វើឲ្យសាច់ដុំក្បាលពោះរបស់យើងកាន់តែឃើញច្បាស់អញ្ចឹងគឺផ្ដោតទៅលើលំហាត់សាច់ដុំដែលជាលំហាត់ compound movement exercise ហើយនឹងលំហាត់ cardio ហើយបន្ថែមលំហាត់ក្បាលពោះដើម្បីធ្វើឲ្យសាច់ដុំក្បាលពោះលេចកាន់តែច្បាស់កុំចំណាយពេលច្រើនតែទៅលើការហាត់កាច់ក្បាលពោះគឺជាវិធីសាស្ត្រមិនត្រឹមត្រូវទេនេះទាក់ទងទៅនឹងការហាត់ប្រាណដើម្បីទទួលបានក្បាលពោះរាបស្មើឬក៏សម្រក់ខ្លាញ់ក្បាលពោះហើយធ្វើឲ្យសាច់ដុំក្បាលពោះមើលឃើញច្បាស់ហើយមួយទៀតទាក់ទងទៅនឹងការរៀបចំរបបអាហារតកតងទៅនឹងក្បាលពោះបើសិនជាហាត់តែប្រាណអត់គ្រប់គ្រងរបបអាហារគឺអត់ទទួលបានផលទេអញ្ចឹងរបបអាហារយើងត្រូវផ្ដោតទៅលើអីខ្លះរបបអាហារគឺយើងត្រូវផ្ដោតទៅលើអាហារដែលសម្បូរជាតិកាកសរសៃហើយនិងសម្បូរជាតិប្រូតេអ៊ីនអាហ្នឹងគឺចាំបាច់អញ្ចឹងប្រូតេអ៊ីនជួយកសាងសាច់ដុំជាតិកាកសរសៃជួយក្នុងការសម្រួលប្រព័ន្ធរំលាយអាហារជួយកាត់បន្ថយខ្លាញ់ជួយឲ្យយើងឆ្អែតបានល្អជួយឲ្យយើងកាត់បន្ថយទទួលទានអាហារដែលមានកាឡូរីខ្ពស់អីទាំងអស់ហ្នឹងគឺជាតិប្រូតេអ៊ីននិងជាតិកាកសរសៃហ្នឹងដើរតួនាទីយ៉ាងសំខាន់ហើយយើងត្រូវតមពពួកអាហារដែលមានកាឡូរីខ្ពស់ដូចជា fast food ដូចជាអាហារដែលសម្បូរជាតិខ្លាញ់ដូចជាអាហារដែលលក្ខណៈថាផ្ដល់តែកាឡូរីតែមិនផ្ដល់សារធាតុចិញ្ចឹមដូចជាពពួកភេសជ្ជៈផ្អែមគ្រឿងកំប៉ុងឬក៏អាហារម្សៅអីទាំងអស់ហ្នឹងហើយជាពិសេសគឺគ្រឿងស្រវឹងត្រូវតែតមអញ្ចឹងចំណុចតែប៉ុណ្្នឹងទេឲ្យតែយើងធ្វើបានប៉ុណ្្នឹងគឺខ្ញុំធានា100%យើងសម្រក់ខ្លាញ់ក្បាលពោះបានហើយយើងទទួលបានសាច់ដុំក្បាលពោះស្អាតទៀតអញ្ចឹងយើងផ្ដោតតែរឿងហាត់ប្រាណគឺផ្ដោតទៅលើលំហាត់សាច់ដុំហើយនឹងលំហាត់ cardio បូកជាមួយនឹងលំហាត់ក្បាលពោះខ្លះហើយនឹងផ្ដោតលើការគ្រប់គ្រងរបបអាហារអញ្ចឹងតើតងទៅនឹងការសម្រក់ខ្លាញ់ក្បាលពោះខ្ញុំមានចែករំលែកប៉ុណ្ណឹងបើសិនជាមានសំណួរបន្ថែមលម្អិតពីតើតងនឹងថាយើងហាត់ប្រាណបែបម៉េចខ្លះតើតងទៅនឹងមួយអាទិត្យហាត់ប្រាណប្រហែលថ្ងៃហើយរបបអាហារយើងគួរហូបអីខ្លះយើងអាចឆាតមក Telegram ខ្ញុំអាចសួរព័ត៌មានពីលក្ខខណ្ឌរបស់យើងនិងផ្ដល់ព័ត៌មានលម្អិតឲ្យត្រូវទៅតាមនឹងលក្ខខណ្ឌដែលយើងចង់បានអូខេហ្នឹងហើយវីដេអូហ្នឹងគឺមានប៉ុណ្្នឹង